សបិនឃើញសត្វឆ្កែតើមានន័យដូចម្ដេចមនុស្សជាតិតែងតែមានការចាប់អារម្មណ៍នឹងក្តីសុបិនរបស់ពួកគេតាំងពីអរិយធម៌កកើតដំបូងគេជឿថាសុបិនបង្ហាញយើងដឹងជាមុននៅឈុតឆាកដែលជ្រាយរើយអាចកើតមកពិតមែននៅក្នុងឆាកជីវិតសត្វឆ្កែក្នុងក្តីសុបិនមានអត្ថន័យខុសគ្នាហើយពូជជាលក្ខនៃឆ្កែនីមួយៗក៏អាចមានឥទ្ធិពលលើការវិភាគសុបិនបានដែរសុបិនដែលឃើញសត្វឆ្កែក្នុងក្តីសុបិនជារឿយៗភ្ជាប់ជាមួយទៅនឹងរឿងមិត្តភាពភាពស្មោះត្រង់ការការពារសភាវគតិនិងសប្បុរសធម៌ឆ្កែក្នុងក្តីសុបិនជានិមិត្តសញ្ញាដែលតំណាងឲ្យអ្នកឬអ្នកណាម្នាក់នៅក្នុងជីវិតរបស់អ្នកដែលបង្ហាញពីគុណសម្បត្តិចង់ការពារអ្នកឬចង់មកជាមិត្តរបស់អ្នកសុបិនឃើញឆ្កែខាំប្រសិនបើយើងឃើញខ្លួនឯងត្រូវឆ្កែខាំក្នុងក្តីសុបិនអាចមានន័យថាអ្នកណាម្នាក់កំពុងរំខានទាមទារឬចង់បញ្ជាយើងនៅក្នុងជីវិតការងារក៏អាចជានិមិត្តរូបអំពីមនុស្សម្នាក់ណាដែលកំពុងក្តៅក្រហាយមិនសប្បាយចិត្តជាមួយយើងសុបិនថាឆ្កែខាំដៃតំណាងឲ្យភាពមិនស្មោះត្រង់បង្ហាញពីការក្បត់ដោយអ្នកជិតស្និទ្ធសុបិនឃើញឆ្កែព្រោះដោយក្តីរីករាយក្នុងក្តីសុបិននេះជានិមិត្តរូបនៃភាពសប្បាយរីករាយនិងសកម្មភាពសង្គមដំណរសាទរល្បីឈ្មោះប៉ុន្តែប្រសិនបើឆ្កែកំពុងព្រោះយ៉ាងសាហាវនោះវាតំណាងឲ្យភាពហួសហេតុអួតអាងរបស់យើងទើសភ្នែកអ្នកផងឃើញឆ្កែឈឺនៅក្នុងក្តីសុបិនជានិមិត្តរូបនៃមិត្តភាពដែលយកចិត្តទុកដាក់ចំពោះគ្នាហើយបើឃើញឆ្កែពេលកំពុងលិតគ្នាតំណាងឲ្យការយោគយល់គ្នាទៅវិញទៅមកនៅក្នុងទំនាក់ទំនងស្នេហាឬមិត្តភក្តិសុបិនឃើញទិញឆ្កែមកចិញ្ចឹមជាកម្មសិទ្ធិសុបិនចិញ្ចឹមឆ្កែមានន័យថាខ្លួនយើងកំពុងបណ្ដោះបណ្ដាលជំនាញឬទេពកោសល្យចាស់ឡើងមកវិញរីឯការទិញឆ្កែក្នុងក្តីសុបិនបង្ហាញពីទំនោរប្រើលុយជះយកការសរសើរនិងការស្រឡាញ់ពេញចិត្តម្យ៉ាងវិញទៀតក្តីសុបិននេះក៏អាចមកពីតម្រូវការពិតរបស់យើងដែលកំពុងស្វះស្វែងរកភាពជាដៃគូប្រសិនបើសុបិនបណ្ដាឬដឹកឆ្កែបង្ហាញថាការងារជីវិតពិតកំពុងមានការលំបាកនៅក្នុងការរុករកផ្លូវនិងអាចចាកចេញពីស្ថានភាពតឹងតែងឬបញ្ហាសុបិនដែលថាយើងមិនអាចទម្លាក់ឆ្កែចោលឬវានៅតោងយើងស្អិតមានន័យថានៅមិនទាន់អាចចាកចេញពីមនុស្សរំខានណាម្នាក់បាននៅឡើយនោះទេប្រហែលជាពួកគេនៅតែអាចបន្តពឹងផ្អែកមកលើយើងសុបិនឃើញឆ្កែដេញការរត់គេចពីសត្វឆ្កែនៅក្នុងក្តីសុបិនមានន័យថាជីវិតពិតយើងកំពុងបង្ហាញការសង្ស័យនៅក្នុងចេតនារបស់មិត្តភក្តិណាម្នាក់ប្រហែលជាកំពុងមានអារម្មណ៍ថាត្រូវគេក្បត់ចំណែកបើក្តីសុបិនយើងដេញចាប់ឆ្កែមានន័យថាកំពុងទទួលយកភាពស្មោះត្រង់របស់អ្នកណាម្នាក់សុបិនថាងូតទឹកឲ្យឆ្កែនេះជានិមិត្តរូបនៃមោទនភាពក្នុងជីវិតពិតដែលជាជោគជ័យជាមួយភាពស្មោះត្រង់និងសប្បុរសធម៌ក៏តំណាងឲ្យការជឿជាក់លើទំនាក់ទំនងសង្គមនិងស្នេហាផងដែរដើម្បីសុបិនថាកំពុងស្លៀកពាក់ឲ្យឆ្កែបង្ហាញពីការប៉ុនប៉ងលាក់បាំងគុណវិបត្តិនិងទម្លាប់ផ្ទាល់ខ្លួនប្រសិនបើឃើញឆ្កែពាក់មួកមានន័យថាយើងកំពុងចង់គ្រប់គ្រងជីវិតឬតួនាទីនៃអ្នកណាម្នាក់សុបិនឃើញឆ្កែពណ៌ខ្មៅក្នុងក្តីសុបិនឆ្កែពណ៌ខ្មៅជានិមិត្តរូបនៃវត្តមានមិត្តភក្តិថ្មីដែលមានចិត្តបរិសុទ្ធនិងពិតប្រាកដកូនឆ្កែសំដៅទៅលើសមត្ថភាពការងារឃើញឆ្កែកំពុងស៊ីពោះមានន័យថាមិត្តជិតស្និទ្ធកំពុងព្យាយាមរារាំងយើងពីការសម្រេចចិត្តមិនល្អប្រសិនបើឃើញឆ្កែក្បាលពីរនៅក្នុងក្តីសុបិនមានន័យថាគួរប្រុងប្រយ័ត្នខ្ពស់អំពីមនុស្សនៅជុំវិញខ្លួនករណីសុបិនថាសត្វឆ្កែកំពុងត្រូវបានគេសម្លាប់តំណាងឲ្យការបញ្ចប់ដ៏ជូរចត់នៅមិត្តភាពមួយបង្ហាញពីការក្បត់ការទុកចិត្តខុសដើម្បីទទួលបានព័ត៌មានគួរយល់ដឹងផ្សេងៗសូមប្រមិត្តចុច Subscribe ឬជាវនឹងរូបកណ្ដឹងអរគុណសូមជម្រាបលា